ចេញទៅដល់ថ្ងៃទី1អត់បញ្ហាទេចុះបើខ្ញុំអត់ចេញទៀតអញ្ចឹងគ្រោះថ្នាក់ធំហ្មងកុំឲ្យពិបាកហត់ពេលយប់អីចឹងទៅទិញទៅដោះគោអីចឹងណាអញ្ចឹងប្តីខ្ញុំក៏ប្រាប់ថាធៀមមកកំប៉ុងទៅហើយកូនខ្ញុំបបោក៏មុំទៅដោះគោ black more ឥឡូវហ្នឹងចូលស្រាវជ្រាវឲ្យច្រើនញ៉ៃblack more លេខ1ហ្នឹងទៀតទៅសម្រាប់ baby អញ្ចឹងក៏សម្រាប់ចិត្តថាធៀម black more មកកំប៉ុងឲ្យ babyម៉ែឥឡូវនេះខ្ញុំបាន40សប្តាហ៍ហើយថ្ងៃនេះខ្ញុំចង់មកអ៊ុតកាបូបនេះមួយដែលកាបូបនេះគឺជាកាបូបដែលខ្ញុំយកទៅពេទ្យហើយវាមានសារៈសំខាន់ដែរណាអញ្ចឹងតើតតងជាមួយនឹងកាបូបនេះគឺសម្រាប់កូនទាំងពីរមានន័យថាតាំងសម្រាប់អូនបរិបូរហើយជាមួយនឹងសម្រាប់ baby ដែលតំការចាឥឡូវចង់ដឹងថាក្នុងនោះមានស្អីគេខ្លះដែលបានមានពិសេសធ្ងន់ណានេះខ្ញុំលើកចង់រួចទេអញ្ចឹងឥឡូវនៅខាងក្នុងនេះអូនេះក៏មានរបស់ខ្លួនឯងដែរចាគឺថាដាក់ដបទឹកមួយទៅតាមខ្លួនដបទឹកហ្នឹងទុកធ្វើអីចាទុកផឹកទឹកនៅពេលដែលយើងគេថាយើងឈឺពោះសម្រាប់អញ្ចឹងទៅរយមានទឹកមានអីចឹងចាទុកផឹកពេលឈឺពោះហើយមានដបទឹកដោះគោបបោ2ដបទឹកដោះគោបបោខ្ញុំដាក់នៅខាងក្នុងហ្នឹងហើយជាមួយនឹងទឹកដោះគោឲ្យទុកឲ្យបបោមួយគូខោទឹកនោមនេះស្ដាប់ខោទឹកនោមបបោខោទឹកនោមទៅពេលយកអញ្ចឹងខ្ញុំដាក់ទៅតែ5 6ខោឯងហើយរបស់មួយទៀតនេះនេះទឹកដោះគោត្រៀមទុកឲ្យ baby តំកើតមកកំប៉ុងដែរហេតុអីបានជាយើងគួរតែត្រៀមទឹកដោះគោមកកំប៉ុងឲ្យកូនសម្រាប់កូនដែលយើងតំកើតចានៅកាលពីមុនខ្ញុំបានខុសដែរខ្ញុំនិយាយថាចេះថាខ្ញុំអត់ចង់ត្រៀមទឹកដោះគោទេដោយសារតែខ្ញុំគិតថាខ្ញុំអញបើកូនឲ្យទឹកដោះបានតែខ្ញុំមាន confidence ដែរប៉ុន្តែប្តីខ្ញុំក៏ប្រាប់ថាចេះថាកុំឲ្យខ្ញុំហ្នឹងរបៀបថា confidence ខ្លាំងពេកណាបបិសោតកូនទី1របស់ខ្ញុំសម្រាប់ឲ្យ3ថ្ងៃបានចេញទឹកដោះអញ្ចឹងកូនខ្ញុំអាចរងចាំ3ថ្ងៃបានទេអញ្ចឹងគឺត្រូវការទឹកដោះគោហើយខ្ញុំក៏សម្រាប់ចាត់ត្រៀមទឹកដោះគោ black more លេខ1មកកំប៉ុងទុកឲ្យ baby បើមិនខ្ញុំចេញទឹកដោះថ្ងៃទី1អត់បញ្ហាទេចុះបើខ្ញុំអត់ចេញទៀតអញ្ចឹងគ្រោះថ្នាក់ធំហ្មងកុំឲ្យពិបាកហត់ពេលយប់អីចឹងទៅទិញទឹកដោះគោអីចឹងណាអញ្ចឹងប្តីខ្ញុំក៏ប្រាប់ថាធៀមមកកំប៉ុងទៅហើយកូនខ្ញុំបបោក៏មុំទឹកដោះគោ black more ឥឡូវហ្នឹងចូលស្រាវជ្រាវឲ្យច្រើនញ៉ៃទៅ black more លេខ1ហ្នឹងទៀតទៅសម្រាប់ baby អញ្ចឹងក៏សម្រាប់ចិត្តថាធៀម black more មកកំប៉ុងឲ្យ baby ហើយ black more នេះដែរគឺជាផលិតផលរបស់ប្រទេសអូស្ត្រាលីម៉ែគឺផលិតនៅប្រទេសអូស្ត្រាលីតែម្ដងហើយយើងអាចឲ្យកូនមុំបានតាំងពីពេលតំកើតសម្រាប់លេខ1ណាគឺញូប៊ុនហ្វូមយូឡានឹងឯងហើយខ្ញុំធៀម black more ហ្នឹងមកកំប៉ុងដោយសារតែកូនខ្ញុំទី1ក៏គាត់មក black more ខ្ញុំខ្ជិលស្រាវជ្រាវអីញ៉ៃៗឆោះណាហើយទឹកដោះគោ black more នេះមានក្រុមហ៊ុននាំចូលអីត្រឹមត្រូវហើយពេលទិញមកខ្ញុំត្រូវត្រួតពិនិត្យទាំងអស់ម៉ែអញ្ចឹងតាំងពីកំប៉ុងអីយើងមើលយើងឆែកមើលខ្ញុំតែឆែកមើលថាវាស៊ីលអីត្រឹមត្រូវអត់អញ្ចឹងតែ black more ដែរមានបញ្ហាតែខ្ញុំទិញមកគឺស្អាតសូម្បីតែកំប៉ុងមានឆែកមានអីក៏អត់មានដែរដោយសារតែការទុកដាក់របស់ក្រុមហ៊ុនគឺគេទុកដាក់បានត្រឹមត្រូវហើយអីដែលសំខាន់នោះគឺវាសម្បូរទៅដោយវីតាមីនសារធាតុចិញ្ចឹមល្អៗសម្រាប់កូនយើងស័ក្តិសមសម្រាប់កូនតែម្ដងហើយរសជាតិរបស់ black more គឺស្រាលអត់មានបន្ថែមជាតិស្ករទេអញ្ចឹងវាស័ក្តិសមសម្រាប់កូនតម្កើដូចគ្នាដោយសារទឹកដោះម្ដាយធម្មតាយើងចិញ្ចឹមកូនដែរថែមទឹកដោះថែមទឹកស្ករអីក្នុងទឹកដោះម្ដាយអញ្ចឹងហើយបានជាទឹកដោះគោ black more ខ្ញុំជ្រើសរើសហ្នឹងសម្រាប់តាំងពីកូនទី1រហូតដល់កូនទី2ហ្នឹងគឺចំណុចសំខាន់ហ្នឹងគឺអត់មានថែមស្ករសម្បត្តិនិមិត្តទេ